កាលពីព្រៃនៅតែស្ងប់ស្ងាត់និងពោពេញដោយសម្លេងសត្វព្រៃមានក្មេងស្រីម្នាក់ឈ្មោះអារីណានាងធំឡើងមកក្នុងព្រៃនេះហើយចាប់តាំងពីនាងនៅតូចនាងបានជួបកូនខ្លាឃ្មុំមួយដែលរងរបួសបាត់បង់ម្ដាយអារីណាមិនភ័យខ្លាចទេនាងបានថែរក្សាចែកអាហារនិងនិយាយជាមួយវារៀងរាល់ថ្ងៃពីថ្ងៃនោះមកមិត្តភាពរវាងមនុស្សនិងសត្វបានក្លាយជាចំណងស្នេហាដ៏ជ្រាលជ្រៅមិនអាចបំបែកបានខ្លាឃ្មុំធំឡើងក្លាយជាសត្វមានកម្លាំងខ្លាំងប៉ុន្តែចិត្តវានៅទន់ភ្លន់ចំពោះអារីណាវាក្លាយជាអ្នកការពារនាងនិងដើរតាមនាងដូចជាបងប្អូនរហូតមកថ្ងៃមួយព្រៃសវណ្ណដ៏ស្រស់ស្អាតត្រូវបានគំរាមកំហែងដោយពស់យក្សមួយដែលបំផ្លាញដើមឈើបំពុលទឹកនិងធ្វើឲ្យសត្វទាំងឡាយភ័យខ្លាចប្រាជ្ញចាស់នៃព្រៃបានទស្សន៍ទាយថាមានតែអ្នកដែលមានចិត្តបរិសុទ្ធនិងចំណងមិត្តភាពជាមួយព្រៃប៉ុណ្ណោះទើបអាចប្រើធ្នូទេពដើម្បីបញ្ឈប់គ្រោះមហន្តរាយនេះបានអារីណាត្រូវបានជ្រើសរើសនៅយប់មួយក្រោមការដឹកនាំរបស់ប្រាជ្ញចាស់បានប្រជុំបងប្អូនក្នុងភូមិដើម្បីប្រាប់ជាដំណឹងឲ្យបានដឹងប្រាជ្ញាចាស់បានប្រគល់ធ្នូទេពដែលភ្លឺចែងចាំងដូចភ្លើងមេឃឲ្យនាងនៅពេលនាងកាន់ធ្នូនាងអារម្មណ៍ថាកម្លាំងមិនមែនមកពីអាវុធទេប៉ុន្តែមកពីចិត្តក្លាហាននិងសេចក្តីស្រឡាញ់អារីណាស្ពីធ្នូទេពលើខ្នងហើយឡើងជិះលើខ្នងខ្លាឃ្មុំដែលនាងស្រឡាញ់បំផុតពួកគេធ្វើដំណើរចូលទៅក្នុងព្រៃងឹតពោពេញដោយឧបសគ្គផ្លូវរអិលអាប់ក្រាស់និងសត្វព្រៃគួរឲ្យភ័យតែគ្រប់ជំហានខ្លាឃ្មុំមិនដែលបោះបង់នាងឡើយអារីណាអង្គុយលើខ្នងខ្លាឃ្មុំរៀមដៃរបស់នាងក្តាប់ធ្នូទេពយ៉ាងមាំខណៈភ្លើងរលើគៀវស្រាលរលោងចេញពីខ្សែធ្នូភ្លាមនោះពស់យក្សបានបញ្ចេញសម្លេងចេញពីព្រៃអប់ដ៏ជ្រៅធ្វើឲ្យផ្អើលបាក់សេតូចធំតែស្នូដើមឈើបាក់រីជួយទេពស់យក្សបានបង្ហាញខ្លួនរៀងវាវែងដូចទន្លេភ្នែកក្រហមភ្លឺដូចភ្លើងអន្តាស្បែកវាមានពន្លឺងឹតមាត់ធំរុនច្រមុះបាញ់សែងគោលឆ្លងកាត់ព្រៃខ្លាឃ្មុំក្រហមប៉ុន្តែវាមិនរត់ចេញទេវាឈប់ប្រឆាំងមុខស្រូវដើម្បីការពារអារីណាពស់យក្សវាកន្ទុយបោកដើមឈើធំរួចបាញ់ខ្លួនចូលមុខយ៉ាងលឿនអារីណាស្រែករត់ខ្លាឃ្មុំរត់បាត់ទៀតយ៉ាងរហ័សខណៈនាងទាញខ្សែធ្នូភ្លើងគីមនៃធ្នូទេពកាន់តែភ្លឺសូររន្ទះចេញពីអាវុធពស់យក្សបាក់មាត់ធំដើម្បីលេបពួកគេទាំងនោះពេលនោះអារីណាបាញ់យ៉ាងរហ័សបាញ់ចូលត្រង់ក្នុងមាត់ពស់យក្សក្រហមសម្លេងចាំវាមិនទាន់ចាញ់នៅឡើយពស់យក្សវាប្រហារឡើងវិញធ្វើឲ្យព្រៃទាំងមូលរញ្ជួយខ្លាឃ្មុំរត់ពេញកម្លាំងជួយអារីណាគិតពីសេចក្តីស្លាប់ជាបន្តបន្ទាប់មិនយូរប៉ុន្មានអារីណាបានបាញ់ចូលក្នុងមាត់ពស់មួយគ្រាប់ទៀតហើយក៏បានផ្ទុះចេះព្រៀងធ្វើឲ្យពស់បានស្លាប់បាត់បង់ជីវិតទៅអារីណានិងខ្លាឃ្មុំក៏បានត្រឡប់ទៅផ្ទះយ៉ាងសុវត្ថិភាព